សូមក្រាបថ្វាយបង្គំព្រះថេរានុថេរៈគ្រប់ព្រះអង្គសូមគោរពសម្ដេចទ្រង់ឯកឧត្តមលោកជំទាវអស់លោកស្រីបងប្អូនជនរួមជាតិទាំងក្នុងនិងក្រៅប្រទេសជាទីគោរពថ្ងៃនេះអ្នកនាំពាក្យរាជរដ្ឋាភិបាលសូមជម្រាបជូនជនរួមជាតិជ្រាបនៅព័ត៌មានសំខាន់មួយចំនួនដូចតទៅទី1ច្បាប់ស្តីពីកាតព្វកិច្ចយោធាត្រូវបានប្រកាសឲ្យប្រើជាផ្លូវការហើយនៅថ្ងៃទី25ខែឧសភាឆ្នាំ2026ដោយព្រះរាជក្រមចុះហត្ថលេខាដោយសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រមុខរដ្ឋស្ដីទីក្នុងព្រះបរមនាមនិងតាមព្រះរាជត្រាស់បង្គាប់ច្បាប់នេះត្រូវបានប្រកាសជាការប្រញាប់អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបញ្ជាក់ជូនជាថ្មីថាច្បាប់ស្ដីពីកាតព្វកិច្ចយោធាត្រូវបានសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីចាត់ទុកជាការបណ្ដុះស្មារតីនិងមនសិការស្នេហាជាតិដើម្បីត្រៀមខ្លួនលះបង់បម្រើជាតិមាតុភូមិយោងតាមសម្ដេចធិបតីគោលដៅចម្បងនៃការអនុវត្តកាតព្វកិច្ចយោធាគឺការកសាងនៅសង្គមមួយដែលប្រកបទៅដោយធនធានមនុស្សដែលមានវិន័យសីលធម៌សមត្ថភាពមនសិការស្នេហាជាតិខ្ពស់មានភាពអង្អាចក្លាហានមានឆន្ទៈមោះមុតនិងត្រៀមខ្លួនជាស្រេចគ្រប់ពេលវេលាដោយហ៊ានលះបង់គ្រប់បែបយ៉ាងដើម្បីបុព្វហេតុការពារជាតិមាតុភូមិដោយឥតលក្ខខណ្ឌសម្ដេចធិបតីនាយករដ្ឋមន្ត្រីធ្លាប់បានគូបញ្ជាក់ច្បាស់ថាសមត្ថភាពការពារជាតិនៃប្រទេសមួយមិនមែនអាស្រ័យត្រឹមតែលើគ្រឿងសព្វាវុធនិងឧបករណ៍ទំនើបប៉ុណ្ណោះទេប៉ុន្តែប្រទេសជាតិមួយដែលខ្លាំងក្នុងវិស័យការពារជាតិគឺដោយសារតែមានកងទ័ពដែលពោពេញទៅដោយភាពអង្អាចក្លាហានមោះមុតនិងហ៊ានលះបង់គ្រប់បែបយ៉ាងដើម្បីការពារជាតិដោយឥតលក្ខខណ្ឌហើយដោយមានប្រជាពលរដ្ឋនៅពីក្រោយក្នុងន័យនេះសម្ដេចធិបតីនាយករដ្ឋមន្ត្រីមានក្តីប្រាថ្នាចង់ឃើញយុវជនប្រជាពលរដ្ឋខ្មែរគ្រប់រូបមានមោទនភាពចំពោះការចូលបំពេញកាតព្វកិច្ចយោធាដោយចាត់ទុកថានោះគឺជាកិត្តិយសដ៏ឧត្តមឧត្តមដែលខ្លួនបានវឹកហាត់ចំណេះជំនាញមួយដ៏មានសារៈសំខាន់បំផុតដែលអាចយកទៅប្រើប្រាស់ដើម្បីការពារអធិបតេយ្យភាពជាតិបូរណភាពទឹកដីនៅពេលណាដែលជាតិត្រូវការជំនួសឲ្យការព្រួយបារម្ភពីការខូចខាតផលប្រយោជន៍ផ្ទាល់ខ្លួននៅក្នុងអំឡុងពេលនៃការចូលបំពេញកាតព្វកិច្ចយោធាសម្ដេចធិបតីនាយករដ្ឋមន្ត្រីចាត់ទុកបទពិសោធន៍នៃការឈឺចាប់រយៈពេល1ឆ្នាំចុងក្រោយនេះថាជាគន្លឹះដែលយើងទាំងអស់គ្នាត្រូវចងចាំថាកម្ពុជាត្រូវតែពង្រឹងខ្លួនឯងហើយកូនខ្មែរទាំងអស់ជាពិសេសយុវជនដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ត្រូវតែត្រៀមខ្លួនដើម្បីជួយជាតិតាមរយៈការប្រែក្លាយស្មារតីស្នេហាជាតិឲ្យទៅជាកម្លាំងដ៏រឹងមាំពិតប្រាកដមួយនិងត្រៀមលក្ខណៈជាសាច់ដើម្បីជួយប្រទេសជាតិនៅពេលដែលជាតិត្រូវការទី2សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រមុខរដ្ឋស្ដីទីក្នុងព្រះបរមនាមនិងតាមព្រះរាជត្រាស់បង្គាប់បានចុះហត្ថលេខាលើព្រះរាជក្រឹត្យចុះថ្ងៃទី25ឧសភាឆ្នាំ2026ដើម្បីលើកលែងទោសដល់លោកកឹមសុខាតាមសំណើរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាទូលថ្វាយព្រះមហាក្សត្រយោងព្រះរាជក្រឹត្យមាត្រា1លើកលែងទោសឲ្យទាន់ដិតឈ្មោះកឹមសុខាភេទប្រុសកើតឆ្នាំ1953ដែលត្រូវបានតុលាការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារកំណត់27ឆ្នាំតាមអំណាចសាលដីកាព្រហ្មទណ្ឌស្ថាពរលេខ790ក្រ11អណចុះថ្ងៃទី30ខែមេសាឆ្នាំ2026របស់សាលាឧទ្ធរភ្នំពេញមាត្រា2ការលើកលែងទោសនេះអនុវត្តតែចំពោះទោសដាក់ពន្ធនាគារដែលជាមូលទោសប៉ុណ្ណោះដោយមិនអនុវត្តចំពោះទោសបន្ថែមឡើយមាត្រា3សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះចាប់ពីថ្ងៃឡាយព្រះហស្ថលេខាតទៅសម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីបានចាត់ទុកការលើកលែងទោសឲ្យលោកកឹមសុខាថាជាជំហានមួយបន្ថែមក្នុងការពង្រឹងសាមគ្គីឯកភាពជាតិអ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបញ្ជាក់ជូនថាថ្នាក់ដឹកនាំរាជរដ្ឋាភិបាលនៃគណៈបកប្រជាជនកម្ពុជាតាំងពីជំនាន់សម្ដេចតេជោហ៊ុនសែនអតីតនាយករដ្ឋមន្ត្រីរហូតដល់សម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីបច្ចុប្បន្នតែងតែប្រកាន់ខ្ជាប់នូវគោលនយោបាយផ្សះផ្សាបង្រួបបង្រួមជាតិដើម្បីពង្រឹងឯកភាពជាតិខ្មែរតាមរយៈសិល្បៈនៃការដឹកនាំប្រកបដោយគុណធម៌និងពោពេញទៅដោយការសន្តោសប្រោសប្រណីជាក់ស្ដែង
ការបញ្ចប់សង្គ្រាមដែលបានអូសបន្លាយជិត3ទសវត្សរ៍តាមរយៈនយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោហ៊ុនសែនដែលនាំមកនូវសន្តិភាពពេញលេញនិងការផ្សះផ្សាបង្រួបបង្រួមជាតិដ៏ពិតប្រាកដមួយកាលពីចុងឆ្នាំ1998ដែលអនុញ្ញាតឲ្យខ្មែរគ្រប់និន្នាការអាចរួមរស់ជាមួយគ្នាក្រោមដំបូលរាជរដ្ឋាភិបាលតែមួយរដ្ឋធម្មនុញ្ញតែមួយនិងការឯកភាពទឹកដីតែមួយក្រោមម្លប់អង្គព្រះមហាក្សត្រដែលមិនធ្លាប់មានរយៈពេលជាង500ឆ្នាំចុងក្រោយបានបង្ហាញច្បាស់ពីសិល្បៈនៃការដឹកនាំដ៏ប៉ិនប្រសប់និងគុណធម៌កម្រិតខ្ពស់របស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលនៃគណៈបកប្រជាជនកម្ពុជាគុណធម៌ដ៏ប្រពៃនេះត្រូវបានថែរក្សានិងបន្តពីជំនាន់មួយទៅជំនាន់មួយដែលធ្វើឲ្យថ្នាក់ដឹកនាំរាជរដ្ឋាភិបាលនៃគណៈបកប្រជាជនកម្ពុជាទទួលបានការគោរពស្រឡាញ់និងគាំទ្រពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានដែលធ្វើឲ្យគណៈបកប្រជាជនកម្ពុជានៅតែឈរជើងយ៉ាងរឹងមាំក្នុងនាមជាគណៈបកដឹកនាំរាជរដ្ឋាភិបាលនិងនៅតែជាជំរើសមិនអាចខ្វះបានសម្រាប់ប្រជាពលរដ្ឋខ្មែរទាំងពីអតីតកាលបច្ចុប្បន្ននិងតទៅអនាគតអាស្រ័យហេតុនេះសូមបងប្អូនជនរួមជាតិជ្រាបជាព័ត៌មានសូមអរគុណនិងសូមគោរពលាតែប៉ុណ្ណេះបាទ